បងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនទៅរំលឹកអតីតកាលកាលពីកុមារភាពបងប្អូនថ្ងៃនេះយើងទៅដាក់បកាយបងប្អូនបកាយច្រើនណាស់បងប្អូន200បកាយជាងណាតែគ្នាយើងក៏ច្រើនដែរ4នាក់បងប្អូនឥឡូវយើងចេញយត្រាទៅបងប្អូនម៉ោងប្រហែលជាម៉ោង5ជាងយើងចេញទៅដាក់បកាយហើយផ្លូវទៅដាក់បកាយអត់ស្រួលទេបងប្អូនវារៀងពិបាកតិចវាអត់ដូចផ្លូវទៅកន្លែងផឹកស៊ីបងប្អូនប៉ុន្តែមិនមែនជាឧបសគ្គសម្រាប់ខ្ញុំទេខ្ញុំត្រូវតែបន្តដំណើរទៅមុខទៀតហើយអ្វីដែលខ្ញុំកាន់ហ្នឹងគឺនុយកែបបងប្អូនខ្ញុំដាក់នុយកែបទៅវារៀងល្អមើលទេបើដាក់នុយទៅរៀងបាក់ស៊ីតិចហើយឥឡូវយើងដល់កន្លែងដាក់បងប្អូនតែមុននឹងដាក់យើងកាយប្រឡោះមកដើម្បីឲ្យត្រីចាប់មើលឃើញយើងកាយស្មៅកាយស្រូវឲ្យស្អាតមកឲ្យវាឃើញឆ្លាស់ល្អបងប្អូនទៅពេលត្រីឃើញជានុយរបស់អញតើនេះឥឡូវអាចស៊ីហើយដល់ត្រីចាប់ឃើញឥឡូវយើងដាក់តាមភ្លើងនេះម្ដងប៉ុន្តែភ្លើងនេះទឹកលិចពេកពិបាកដោតបងប្អូនទឹកលិចភ្លឺលិចស្រែលិចស្រូវអស់ហើយឆ្នាំនេះធ្វើស្រែបានលក់បានថោកដល់ពេលធ្វើស្រែមួយសារទៀតលិចទឹកតិចអានឹងហើយជីវិតអ្នកស្រែបងប្អូនថាម៉េចយើងធ្វើស្រែជាមួយមេឃវាអត់ថ្មោះត្រង់ជាមួយយើងទេឥឡូវយើងគុំក្បូរក្បាច់ច្រើនពេកណាឥឡូវយើងមកដល់រៀបចំប្រទេសតែនៅសល់4-10ប្រកាយដាក់ទៅហើយផ្លូវប្រទេសវិញមើលមេឃស្អាតបងប្អូនឃើញមេឃហើយមានអារម្មណ៍ថាចង់ទៅដាក់ប្រកាយទៀតដល់ពេលយើងនឹកឃើញការនៅស្មារតីហើយយើងពេលល្ងាចតែយប់ឡើងអត់ទៅមើលដាក់ចោលយើងអត់ហ៊ានទៅមើលខ្លាចខ្មោចបងគឺកាលនៅតូចដាក់ប្រកាយហើយអត់ទៅមើលទេហើយខ្មោចក៏ប៉ឡើងទៅមើលគ្មានសល់ទេអីទេបងក្តាមស៊ីខ្ទេចទៅហើយសល់តែក្បាលអូឃើញមេឃស្អាតបងប្អូនពីត្រីដែលយើងដាក់យកមកបងប្អូនបានពី3គីឡូដែរណាត្រីស្រែជាតិចូលយ៉ាបងប្អូនអាមសាច់វាអាមហើយទន់ជាតិបងប្អូនមានអារម្មណ៍ថាចង់ញ៉ាំទៀត